Ba sôm gồm chuẩn bị số bây giờ ở kia nơi bên đây vừa từ lòng chụp kia chiều mùi nâng và chạy cái tên nơi nông cà điệp chòm computer mà khi nông video này khi mình cà bằng hai pi chụp nội clay muối bẹp con chụp mình một ôn chứ này mình chụp ngò tha tá rem thống ai ao computer đa lươn đa thực tế bản trắng bông ôn sum áp sum núi muối nít cứ về chia riêng muối đài bông ôn thời ta giờ cho tụ đặt này rem សម័យឥឡូវយើងនេះ2026ឡើងមកបងប្អូនឆៃមើលកុំព្យូទ័រ RAM យ៉ាងហោចណាស់ក៏មាន 4G ដែរបាទអញ្ចឹងសម្រាប់ខ្ញុំ RAM 4G គឺគ្រប់គ្រាន់តែម្ដងបាទសម្រាប់ការប្រើកិច្ចការងាររដ្ឋបាលទូទៅជាលក្ខណៈគេថាយកទៅប្រើប្រាស់ Word Excel ចាក់ចម្រៀងអីដូចបងប្អូនយកទៅចាក់ធុងបាសចាក់អីបងប្អូនណាបាទមិនបាច់ចាំធំពេកទេតែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយប៉ុន្តែអ្វីដែលដំណើរការលឿនបងប្អូនទៅមើលកុំព្យូទ័រនេះមួយខ្ញុំនឹងទៅបើកគម្របហើយវែកញែកទៅលើចំណុចសំខាន់នីមួយៗជូនបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ម៉ាស៊ីនមួយគ្រឿងនេះបាទគឺជាប្រភេទខោម៉ាស៊ីន brand Dell បាទ Core i3 ចំនួនទី3បាទអញ្ចឹងនៅក្នុងម៉ាស៊ីនមួយដើមនេះមួយគ្រាប់នេះគឺមាន RAM 4G បងប្អូន RAM 4G មាន slot RAM ចំនួន2គឺដាក់ RAM មួយចំហៀង 2G ប្រើតែ 4G គឺគ្រប់គ្រាន់ហ្នឹងបងប្អូនបាទអញ្ចឹងសម្រាប់ RAM 4G ប៉ុណ្ណេះបងប្អូនណាធ្វើការងាររដ្ឋបាលទូទៅការងារ Word Excel ដើរប្រយប៉ុន្តែអ្វីដែលចង់បានកុំព្យូទ័រដើរលឿនជាងនេះមិនមែនត្រូវការត្រឹមតែ RAM ប៉ុណ្ណឹងទេបងប្អូន RAM 4G គឺគ្រប់ហើយ CPU Core i3 ក៏គ្រប់ដែរបាទធំហើយប៉ុណ្ណេះបាទ i3 ទៅហើយគឺវាល្មមនឹងប្រើបងប្អូនទៅទិញកុំព្យូទ័រធ្វើម៉េច CPU គុំទាបជាងនឹងបងប្អូន Celeron ឬក៏អីយើងថា Celeron ទាបជាងគេបងប្អូនណា Pentium អីវា CPU នឹងគឺជារឿងមួយផ្នែកហើយសម្រាប់មួយទៀតគឺអ្វីដែលសំខាន់បងប្អូននេះឃើញទេនេះ Kingston នេះបងប្អូនបាទនេះគឺជារឿងសំខាន់បងប្អូនផ្លាស់ប្ដូរពីការប្រើប្រាស់ទៅលើ hard disk ខាងក្រោមនេះបាទមិនថា laptop មិនថា desktop បងប្អូនដំឡើងកម្មវិធីនៅលើ hard disk ដឹងតែដើរយឺត 100% បាទទៅលើ Windows 10បងប្អូនចង់ប្រើប្រាស់ Windows 10 Windows 11ហើយនៅតម្លើងកម្មវិធីនៅលើ hard disk បងប្អូននឹងមិនអាចបើកកម្មវិធីតាន់គេទេបងប្អូនហើយអញ្ចឹងបើបងប្អូនចង់ឲ្យលឿនបងប្អូនផ្លាស់ប្ដូរមកប្រើនេះបាទ SSD បែបនេះវាគឺជាប្រភេទ chip អញ្ចឹងវាដើរលឿនបាទដើរប្រយយើងអាចប្រើបានតែម្ដងអញ្ចឹងនេះគឺ 120G ដំឡើងទៅលើ Windows ហើយនឹងអានេះ 320G គឺសម្រាប់ storage ទុក stock ទិន្នន័យអញ្ចឹងណាបាទអញ្ចឹងបងប្អូនមានតែ RAM ទៅ 4G CPU Core i3 ហើយនឹង SSD ដំឡើង program ប៉ុណ្ណេះកុំព្យូទ័របងប្អូនគឺដើរប្រយប្រើប្រាស់រលូនអត់អង្គុយចាំបងប្អូនចុច power បើកគឺប្រើបានតែម្ដងអញ្ចឹងលឿនហើយសម្រាប់អីផ្សេងទៀតបងប្អូនអាសាជូតសម្អាតទៅលើ RAM ទៅលើ CPU អាសាឆែកមើលទៅលើកាវត្រជាក់របស់ CPU អីចឹងទៅគឺបងប្អូនអាកុំព្យូទ័រហ្នឹងអាចទទួលយកបានដែរអញ្ចឹងនេះគឺជាវិធីសាស្ត្រនៅក្នុងការ upgrade កុំព្យូទ័រមិនចាំបាច់ RAM ធំពេកទេល្មមប៉ុណ្ណាហើយយើងប្រើត្រឹមការងារការ live អីផ្សេងគឺបានតែម្ដងប៉ុន្តែបងប្អូនយកវាទៅប្រើនៅក្នុងករណីកាត់វីដេអូធំបាទដូចយើងប្រើតឡា Adobe Premiere ឬក៏ Adobe Photoshop ស៊េរីថ្មីបងប្អូនត្រូវការកាត់រូបថតបងប្អូនអាច upgrade RAM នេះឲ្យទៅជា 8G បាទព្រោះកម្មវិធីទាំងអស់ហ្នឹងវា support RAM 8G បានវាដើរស្រួលរលូនអញ្ចឹងណាហើយសម្រាប់ខ្ញុំធ្លាប់ប្រើមកយើងដាក់ RAM 4G ហ្នឹងគឺវាដើរតតបបាទវាអត់រួចទេតែ RAM 8G ឡើងទៅបានប្រើបានទោះបីយើងប្រើ SSD ក៏ដោយតែបើ RAM តូចពេកក៏វាមិនដំណើរការស្រួលដែរបាទបើកបានតែប្រើមិនរលូនបាទអញ្ចឹងនេះគឺជាចំណុចមួយដែលបងប្អូនត្រូវយកចិត្តទុកដាក់បងប្អូនទិញកុំព្យូទ័រយកទៅប្រើលើអីបាទបើប្រើទៅការងារការ live ប៉ុណ្ណាគឺស៊ីផុយបាទអញ្ចឹងសម្រាប់ម៉ាស៊ីនមួយផងនេះផងដែរក៏សម្រាប់លក់ផងដែរបងប្អូនចាប់អារម្មណ៍យកទៅបាន$75បាទ SD មួយគ្រាប់ hard disk 320 RAM 4G CPU Core i3 ជំនាន់ទី3បាទ DVD read write ខ្សែភ្ជាប់បងប្អូនយកទៅប្រើបាទមករលូនតែម្ដងបាទអរគុណបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយផងណាបាយបាយ